ការពី5ឆ្នាំមុនលោកប្តីខ្ញុំធ្លាប់គិតចង់លក់ផ្ទះនៅក្នុងប្រទេសហោឡង់ដើម្បីទៅរស់នៅប្រទេសខ្មែរគាត់បាននិយាយថាគាត់មានអារម្មណ៍ថាប្រទេសខ្មែរដូចជាផ្ទះរបស់គាត់អញ្ចឹងគាត់មានអារម្មណ៍ថាកក់ក្ដៅនៅក្នុងប្រទេសហោឡង់គាត់មានអារម្មណ៍ថាឯកាណាស់ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍មួយនៅក្នុងជីវិតរបស់ពួកយើងអញ្ចឹងណាការពី5ឆ្នាំមុនខ្ញុំអត់ទាន់មានឯកសារមានសិទ្ធិអីពេញលេញមករស់នៅប្រទេសហោឡង់ទេចាអញ្ចឹងប្តីខ្ញុំក៏គាត់នៅស្រុកខ្មែរក៏អត់មានការងារដែរអញ្ចឹងអត់មានប្រាក់ខែទេគាត់លោកប្តីខ្ញុំរស់នៅពឹងលើប្រាក់ចំណូលជួលផ្ទះនៅក្នុងប្រទេសហោឡង់ចាកាលហ្នឹងបានចិត្ត3000ដែរហើយគាត់រស់នៅម្នាក់គាត់គឺលុយហ្នឹងគឺគ្រប់គ្រាន់ណាបងប្អូនតែដល់ពេលគាត់មានគ្រួសារពួកយើងមានកូនស្រីបងប្អូនដឹងហើយយើងជួលផ្ទះនៅស្រុកខ្មែរផងយើងចំណាយលុយទិញទឹកដោះគោឲ្យកូនស្រីយើងផងចាម្ហូបអាហារផ្សេងគឺលុយហ្នឹងគឺវាតិចមែនតើសម្រាប់ក្នុងការរស់នៅបងប្អូនចាហើយប្តីខ្ញុំគាត់ជាមនុស្សម្នាក់គិតពីអនាគតគាត់ក៏បានគិតថាអូយគាត់ត្រូវទៅត្រឡប់ទៅប្រទេសហោឡង់ដើម្បីធ្វើការហើយគាត់យកពួកខ្ញុំទៅតាមក្រោយអញ្ចឹងណាប៉ុន្តែបងប្អូនដឹងហើយការរត់ឯកសារមិនមែនចេះតែស្រួលទេចាហើយមួយទៀតយើងត្រូវការលុយច្រើនដើម្បីតម្កល់ដើម្បីធានាអញ្ចឹងណាចាហើយលោកប្តីខ្ញុំគាត់មិនសូវយល់ពីច្បាប់ពេលនោះហ៎ហើយលើកទី1ក្នុងឆាកជីវិតគាត់ដែលគាត់ត្រូវធានាប្រពន្ធធានាកូនអញ្ចឹងណាបងប្អូនហើយដំបូងឡើយហ្នឹងគាត់ត្រូវរកការងារអញ្ចឹងគាត់ត្រូវធ្វើការរយៈពេល6ខែហើយកន្លងពេល6ខែហ្នឹងគឺគាត់នឹកប្រពន្ធនឹកកូនណាបងប្អូនឆ្ងាយពីគ្រួសារហើយនៅស្រុកខ្មែរលោកប្តីខ្ញុំរស់នៅដូចស្ដេចអញ្ចឹងម៉ោង12បានគាត់ក្រោកឡើងគាត់អត់ដែរក្រោកពេលព្រឹកមិនទេបងប្អូនគឺម៉ោង12ថ្ងៃត្រង់យើងហ្នឹងបានគាត់ក្រោកឡើងញ៉ាំអាហារពេលព្រឹកហើយគាត់មកក្នុងប្រទេសហោឡង់គាត់ត្រូវក្រោកពីព្រឹកហើយនៅក្នុងប្រទេសហោឡង់គឺធ្លាក់ត្រជាក់ធ្លាក់តកកធ្លាក់អីចឹងគឺគាត់អត់ចង់បានជីវិតនៅទីនេះទេអញ្ចឹងគាត់ក៏ប្រាប់ខ្ញុំថាបងចង់លក់ផ្ទះគាត់និយាយអញ្ចឹងណាហើយខ្ញុំនេះជាស្ត្រីខ្មែរទៀងត្រង់ទៀតបងប្អូនហើយគេអណាស់បើប្តីលក់ផ្ទះលក់សបែងទៅនៅស្រុកខ្មែរតែមីខ្ញុំនេះគឺថាត្រង់អត់ទេបងចាំតិចសិនចាំគិតថាឲ្យកូនយើងធំតិចទៀតគេលោកកូនយើងចង់ទៅរស់នៅប្រទេសហោឡង់អីអញ្ចឹងណាហើយក៏ខ្ញុំប្រាប់ប្តីថាប្តីតស៊ូបន្តិចទៅតិចទៀតធ្វើឯកសារបានប្រពន្ធនឹងទៅលេងទៅអីចឹងណាចាំពេលឲ្យខ្ញុំទៅលេងជន់ទឹកដីហោឡង់សិនតើខ្ញុំចង់សម្រេចចិត្តនៅហោឡង់ឬក៏ខ្ញុំចង់ត្រឡប់ទៅនៅស្រុកខ្មែរយើងហើយខ្ញុំគិតអនាគតកូនស្រីខ្ញុំបងប្អូនខ្ញុំចង់ឲ្យកូនខ្ញុំរៀននៅទីនេះអញ្ចឹងណាហើយបងប្អូនហើយចឹងមិនគេឌីលខ្ញុំនឹងអត់ខុសមែនគេបន់ឲ្យតែប្តីលក់ផ្ទះទៅនៅស្រុកខ្មែរបងប្អូនណាខ្លះនៅចាំវីដេអូនាងសៀមដែលខ្ញុំនិយាយនោះហ៎បងប្អូនគេចង់ឲ្យប្តីគេលក់ផ្ទះទៅនៅប្រទេសសៀមណាដើម្បីគេបានទិញផ្ទះនៅប្រទេសគេនោះមានសិទ្ធមានអីពេញលេញហើយនាងខ្ញុំនេះគេនិយាយពីថាស្មោះត្រង់ប៉ុន្តែភាពស្មោះត្រង់យើងគឺមានតម្លៃណាបងប្អូនអញ្ចឹងបាទខ្ញុំប្រកាន់សច្ចធម៌